ចឹងការផុសរបស់ខ្ញុំដែលតកតងជាមួយនឹងបញ្ហាបំណុលថ្ងៃមុនហ្នឹង caption ទាំងមូលរបស់ខ្ញុំហ្នឹងគឺស្ថានភាពបច្ចុប្បន្នជីវិតដែលគ្មានបំណុលគឺល្អបំផុតរកបានតិចក៏មិនភ័យរកបានច្រើនក៏ធូរចិត្តតែកុំភ្លេចខ្លួនប្រាជីវិតបែបមិនលយឆាយអាចគ្មានអ្នកសរសើរតែក៏មិនបាច់ពិបាកចិត្តពេលមានបញ្ហាវិបត្តិសេដ្ឋកិច្ចត្រូវចាំថាគ្មាននរណាមកជួយអ្នកពេលដែលមានបញ្ហានោះទេជាពិសេសគឺបញ្ហារឿងលុយកាក់ព្រោះគេក៏មានអំរែកដែលគេត្រូវរែកដែរកុំខឹងឬអន់ចិត្តនឹងគេចាអញ្ចឹងឃើញនៅ caption នេះគឺចាក់ដោតចំបេះដូងរបស់បងប្អូនច្រើនមែនតើធ្វើឲ្យមានអ្នកគាត់ចូលទៅចុច reaction ណាក៏ដូចជាមានការ share អីចឹងទៅហើយឃើញថាផុសមួយនេះគឺមានអ្នកចូលមើលច្រើនមែនតើអញ្ចឹងក៏សូមលើកទឹកចិត្តដល់បងប្អូនដែលកំពុងតែមានបំណុលណាកុំគិតថាអូខ្លួនឯងមានបំណុលខ្លួនឯងអន់ខ្លួនឯងចឹងគឺអត់ទេចារឿងបំណុលជារឿងធម្មតាចាបំណុលមិនគួរឲ្យខ្លាចទេអ្វីដែលគួរឲ្យខ្លាចនេះគឺការដែលខ្ចីគេហើយយកមកចាយវាខុសខ្ទង់ក្នុងករណីយើងខ្ចីគេដើម្បីយកមកធ្វើជាដើមទុននៅក្នុងការរកស៊ីដើម្បីបង្កើតលុយឲ្យវាកាត់កូនកាត់ចៅចាអត់ខុសទេចាអត់ខុសទេកុំគិតថាខ្លួនឯងខុសឬក៏ខ្លួនឯងអន់អីគឺអត់ទេចាជារឿងធម្មតាទេអ្នកណាក៏ជាពាក្យបំណុលគេដែរចានិយាយអត់ទៅសឹកថា10អាចនឹងមាន8ឬក៏9នេះហើយចាជារឿងធម្មតាទូទៅចាកុំមានអារម្មណ៍ថាខ្លួនឯងអញ្ចឹងចោះអីចឹងណាចាគួរតែសរសើរខ្លួនឯងក្នុងករណីថាយើងអាចខ្ចីគេបានណាតោះតែយើងជាមនុស្សម្នាក់ក្នុងករណីនេះយើងកម្ចីលក្ខណៈធនាគារតោះតែយើងគេសិក្សាថាយើងមានសមត្ថភាពទៅគេឲ្យយើងខ្ចីក្នុងករណីខ្ចីអ្នកស្គាល់គ្នាណាគេឲ្យយើងខ្ចីលុះត្រាតែគេគឺមើលឃើញថាយើងជាមនុស្សដែលអាចទុកចិត្តបានអីចឹងណាចា